បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនសាច់ថ្មីម្ដងទៀតបាទជួបជាមួយនឹងខ្ញុំបាទទៀតហើយបាទថ្ងៃនេះយ៉ាងមិនខុសពីវីដេអូមុនទេបាទគឺនៅឥឡូវនៅក្នុងឡានបាទកំពុងតែធ្វើដំណើរនៅតាមដងផ្លូវបាទអញ្ចឹងក៏កំឡុងពេលដែលធ្វើដំណើរនេះក៏ចង់ជជែកលេងជាមួយនឹងពុកម៉ែបងប្អូនបន្តិចហើយនឹងធ្វើការចែករំលែកទាក់ទងនឹងទស្សនវិជ្ជាតាមដងផ្លូវអញ្ចឹងណាបាទដោយសារឃើញថាវាមានភាពស្រស់ស្អាតគួរជាទីគយគន់ហើយក៏ចង់ទុកជាអនុស្សាវរីយ៍មើលនាពេល3 4 500ឆ្នាំតទៅមុខទៀតអញ្ចឹងណាបាទអញ្ចឹងក៏ក្រុមជើញតាមដានវីដេអូដែលខ្ញុំនឹងបង្ហាញជាមួយនឹងទស្សនវិជ្ជាទាំងអស់គ្នាបាទនេះគឺជាទស្សនវិជ្ជានៅតាមដងផ្លូវកវ៉ាត់ក្រុងនីខេត្តបាត់ដំបងបាទចឹងដោយបងប្អូនឃើញហើយគឺអមជុំវិញសងខាងនេះគឺយើងឃើញមានអដែងកូនឈើអីដោះចឹងណាអនាគតទៅអាចខ្លាចជាឪឈើហើយនឹងកើតបានជាម្លប់អីចឹងណាហើយអ្វីដែលសំខាន់គឺយើងក្រឡេកមើលមកខាងស្ដាំដៃកណ្ដេះវិញឃើញថាអមទៅដោយទិដ្ឋភាពភ្នំបាទភ្នំហើយនឹងវាស្រែវាស្រូវបាទដែលយើងមើលឃើញខាងនោះមានជួរភ្នំមួយផ្នែកចឹងទៅហើយខាងនេះក៏យើងមើលទៅឃើញជួរភ្នំមួយផ្នែកដែលអ្នកនរគ្នាតែងតែស្គាល់ថានៅពេលដែលយើងមកបាត់ដំបងហ្នឹងគឺយើងតែងតែនឹកឃើញដល់ភ្នំសំពៅអញ្ចឹងណាហើយមួយវិញទៀតហ្នឹងគឺតេតោនឹងភ្នំបណ្ណន់អីអញ្ចឹងទៅតែភ្នំបណ្ណន់ហ្នឹងទៅកំប៉ែកខាងនោះវិញវាំងម្ចេះវិញអញ្ចឹងណាបាទភាសានេះខ្ញុំនៅតាមដងផ្លូវកវ៉ាត់ក្រុងអញ្ចឹងទៅយើងមើលពីនេះទៅឃើញតែភ្នំសំពៅសិនទេហើយនៅផ្នែកភ្នំទៅខាងនោះខ្ញុំស្គាល់មិនអស់ទេបាទយើងឃើញអញ្ចឹងឃើញថាទិដ្ឋភាពស្ងៀវខៀវស្ងាត់បាទក្នុងអំឡុងពេលខែវស្សានេះអមទៅដោយតាមអដែងស្រែភ្លឺនឹងមើលទៅឃើញមានការភ្ជួររាស់ក៏ដូចជាការសាបព្រោះរបស់ជាពលរដ្ឋដែលគាត់សាបគាត់ព្រោះស្រូវអញ្ចឹងណាបាទអញ្ចឹងឃើញថាបន្តិចទៀតនេះគឺខៀវស្ងាត់យ៉ាងនេះហើយចំណែកឯខាងប៉ែកខាងនេះគឺយើងមិនទាន់ជាមើលឃើញច្រើនទេដោយសារយើងកវ៉ាត់ក្រុងអញ្ចឹងមិនជាឃើញក្រុងច្បាស់ទេតែនៅតាមទ្រូងផ្លូវនេះយើងឃើញមានដើមឈើដុះដែលគេបានដាំអញ្ចឹងណាឃើញថាដុះមកកើតបានជាម្លប់ហើយណាមួយទៀតគឺមេឃវារាំងសញ្ញាមកបន្តិចហើយបើសិនតែយើងបានតែងវាកាត់វាតិចប្រហែលជាល្អអញ្ចឹងណាបាទអញ្ចឹងបែកខាងនោះទៀតមួយចំណុចទៀតដែលយើងឃើញនោះគឺមានផ្លូវអាទេសភ្លើងបាទយើងអាចមើលឃើញគឺមានផ្លូវអាទេសភ្លើងតែអ្វីដែលសំខាន់ហ្នឹងផ្លូវអាទេសភ្លើងនោះគឺមាននៅខាងនេះទេបាទនៅខាងនោះបាទតែខ្ញុំគាត់ចង់បង្ហាញពួកកន្លែងខ្លះទេសភ្លើងនៅខាងស្ដាំផ្លូវអញ្ចឹងណាហើយខ្លះនៅខាងឆ្វេងអញ្ចឹងឃើញថាស្រែក៏មានទឹកគ្រប់គ្រាន់ហើយស្រូវក៏ឃើញថាដោះមកខៀវស្ងាត់ផ្សំនឹងវត្តផ្លូវនេះបងប្អូនឃើញមានបកគោលភ្លើងក៏អញ្ចឹងណាបាទអញ្ចឹងគឺថាទស្សនវិជ្ជានេះគឺគួរជាទីទាក់ទាញបាទហើយអ្វីដែលសំខាន់ហ្នឹងគឺខេត្តបាត់ដំបងគឺជាខេត្តមួយដែលសម្បូរទៅដោយរមណីយដ្ឋានដែលយើងធ្វើដំណើរកម្សាន្តទៅលេងហើយជាខេត្តដែលពោពេញទៅដោយគេហៅថាខេត្តជង្រុកស្រូវបាទអញ្ចឹងបងប្អូនស្គាល់ណាជង្រុកស្រូវគឺជាខេត្តដែលសម្បូរទៅដោយស្រូវបងប្អូនជាកសិករគាត់បានន័យថាគាត់ធ្វើស្រូវធ្វើស្រែអញ្ចឹងណាបាទសម្បូរហើយមានច្រើននេះយើងនៅផ្លូវបំបែកបាទបត់ទៅប៉ៃលិនបត់ទៅប៉ៃលិនក៏បានយើងបត់ទៅភ្នំសំពៅក៏បានបាទចឹងឃើញថាពុំមានញឹកមែនទេនៅផ្លូវបាទហើយឃើញថាសម្បូរទៅដោយឡានធំដឹកស្រូវច្រើនមែនទេបាទឥឡូវនេះគឺយើងដល់ផ្លូវបំបែកទៅខាងបណ្ណន់ភ្នំបណ្ណន់បាទផ្លូវនៅខាងនេះ
ផ្លូវនេះខ្ញុំសំពៅទៅផ្លូវមុនមិនចឹងសម្បូរណាបងប្អូនបានលេងទីនេះឥឡូវនេះយើងនៅពីពីក្រោយឡានធំនេះមួយបាទមាននៅគៀទេឡានធំឥឡូវយើងកំពុងឡើងស្ពានបាទស្ពានកន្លែងនេះខ្ញុំមិនដឹងថាគេហៅថាស្ពានស្រុកសង្កែឥឡូវស្ពានស្រុកសង្កែបាទអញ្ចឹងយើងកំពុងតែធ្វើដំណើរឆ្លងស្ពានហ្នឹងទៅអញ្ចឹងយើងឆ្ពោះតទៅមុខទៀតបាទអញ្ចឹងពេលយើងឆ្ពោះតទៅមុខទៀតហ្នឹងយើងមានផ្លូវបំបែកនៅខាងមុខមួយទៀតបាទពុកម៉ែបងប្អូនបាទអញ្ចឹងសម្រាប់ផ្លូវបំបែកខាងមុខនេះក៏យើងទៅខាងអដេញបណ្ណន់ដូចតែគ្នាទេយើងមានផ្លូវបាទផ្លូវច្រើនបាទសម្រាប់ផ្លូវខាងនេះគឺយើងមានផ្លូវនេះមួយទៀតអញ្ចឹងទៅណាបាទខាងនោះក៏យើងមានមួយអញ្ចឹងទៅបាទមាននៅអមខាងស្ទឹងម្នាក់បាទអញ្ចឹងយើងចង់ជិះខាងណាក៏បានដែរបាទហើយចំណុចមួយទៀតដែលចង់បង្ហាញហ្នឹងឃើញថាបងប្អូននឹងឃើញប្លែកថានៅតាមដងទ្រូងផ្លូវបាទមុននេះមិញដោយបងប្អូនឃើញមានដើមឈើអីចឹងណាតែឥឡូវនេះយើងនៅខាងស្រុកសង្កែហ្នឹងគឺខាងរដ្ឋបាលស្រុកគាត់ធ្វើការរៀបចំដាំជាផ្កាវិញបងប្អូនផ្កានេះពណ៌លឿងខ្ញុំមិនដឹងថាគេហៅថាផ្កានេះផ្កាឈ្មោះអីបើសិនជាបងប្អូនស្គាល់អាចជួយ comment ប្រាប់ផងមកបាទហើយនៅខាងនោះមួយទៀតហ្នឹងដោយបងប្អូនឃើញមានគេហៅថាអាគាររបស់នេះសាសនាមួយដែលខ្ញុំជឿថាបងប្អូនប្រហែលជាស្គាល់បាទអញ្ចឹងខ្ញុំនឹងដាក់ caption ចូលនៅក្នុងនេះបាទហើយនេះគឺជាផ្លូវឆ្លងមួយទៀតបាទអញ្ចឹងស្រុកសង្កែគឺឃើញថាមានការដាំនេះការនៅតាមទ្រូងផ្លូវដើម្បីលម្អអញ្ចឹងគឺថាស្អាតតែបងប្អូនបាទបើសិនជាចូលចិត្តក៏សូមជួយឲ្យមេដៃក៏ដូចជា like comment ផងបងប្អូនបាទបាទឥឡូវនេះកន្លែងនេះយើងឃើញមានផ្លាកច្រើនអញ្ចឹងណាមានផ្លាកយើងមើលទៅដូចកន្ទ្រេងកញ្ជ្រោងកញ្ច្រេងកញ្ច្រាអញ្ចឹងណាបាទកន្លែងនេះគឺមានតែភ្លើងឆ្លងកាត់បាទអញ្ចឹងយើងមានផ្លូវទឹកខាងនេះបាទអញ្ចឹងកាលណាតែយើងឃើញផ្លាកបែបអញ្ចឹងគឺបានន័យថាតែភ្លើងឆ្លងកាត់ហើយបាទអញ្ចឹងងាយស្រួលទេបងប្អូនឲ្យយើងចេះមើលផ្លាកបាទហើយពេលយើងមកបន្តទៀតមកគឺយើងនឹងមកដល់ក្បែរផ្លូវបំបែកយើងឡើងដល់ផ្លូវជាតិលេខ5ណាម៉ែបងប្អូននេះផ្លូវកវត្តក្រុងខាងបាត់ដំបងអញ្ចឹងពេលដែលយើងឡើងមកជិតដល់ផ្លូវជាតិលេខ5ហ្នឹងគឺយើងមានឃើញការលក់ដូរច្រើនបងប្អូនមានឃើញតាំងពីណែមឃើញតាំងពីសង្វាក់ឃើញតាំងពីក្រូចបាទមានច្រើនបាទបងប្អូនស្រឡាញ់ពេញចិត្តមួយណាក៏អាចអញ្ជើញចូលជាវក៏ដូចជាទិញដល់ពួកគាត់ផងព្រោះនេះគឺជារបរប្រចាំថ្ងៃពួកគាត់អញ្ចឹងណាហើយគាត់រកចំណូលពីការលក់ដូរហ្នឹងឯងអញ្ចឹងបើពុកម៉ែបងប្អូនមកផ្លូវនេះអីកុំភ្លេចឲ្យសោះបាទនាំគ្នាចូលទិញបានមួយចក្រមួយចកោមអញ្ចឹងណាដើម្បីបានជាជួយសេដ្ឋកិច្ចទីផ្សារក្នុងតំបន់អញ្ចឹងដើម្បីឲ្យគាត់អាចរកចំណូលជួយគ្រួសារក៏ដូចជាក្នុងសហគមន៍ទាំងមូលរបស់គាត់អញ្ចឹងណាបាទអញ្ចឹងមិនខុសពីសហគមន៍ផ្សេងៗទេគេតែងតែមានរបររបស់គេអញ្ចឹងណាបាទហើយឥឡូវនេះយើងដល់គៀកហើយនេះកន្លែងខាងនោះគឺយើងមើលឃើញមានការ៉ាស់តូតល់បាទយើងចាក់តូតល់ក៏បានអញ្ចឹងឃើញថាច្រើនបាទលក់ដូរបាទដោយបងប្អូនឃើញអូនេះយកមិនអស់ទេបាទច្រើនណាស់បាទអញ្ចឹងអាចចង់បានស្រឡាញ់ពេញចិត្តអីហូបអីចឹងណាបាទអាចអញ្ជើញមកបានបាទចុះបាទនេះលក់អត់កំណាញ់ទេបាទបាទកំណាញ់តែអ្នកតិចទេបាទឥឡូវនេះខ្ញុំបានមកដល់ទឹកដីនៃស្រុកកោះក្រឡបាទកោះក្រឡស្រុកកោះក្រឡហើយដូចបងប្អូនឃើញនេះគឺជាទស្សនភាពតាមផ្ល
ផ្លូវយើងត្រូវទៅត្រឡប់ទៅក្នុងក្រុងបាត់ដំបងវិញបាទអញ្ចឹងគឺថាទស្សនភាពនេះអមទៅដោយដើមឈើហើយមានស្ទឹងគេអញ្ចឹងណានៅស្រុកនេះហៅស្ទឹងឬក៏ប្រឡាយទៅបងប្អូនឃើញថាមានទឹកប្រើប្រាស់គ្រប់គ្រាន់ដែរបាទនេះខាងបែកខាងនោះបាទខាងនេះទៅក៏ឃើញមានប្រឡាយទឹកអញ្ចឹងទៅបាទឥឡូវនេះនៅពេលដែលយើងជិះមកទៅយើងនឹងឃើញភ្នំមួយបាទហើយភ្នំនេះដោយបងប្អូនឃើញស្រាប់ហើយគឺមើលទៅឃើញពណ៌តងអញ្ចឹងណាហើយអ្វីដែលសំខាន់នោះគឺយើងឃើញមានរូបព្រះពុទ្ធបដិមាទ្រង់គង់តាំងសមាធិអញ្ចឹងណាជាស្រ័យបាទភាសាវានេះចឹងដោយបងប្អូនឃើញហ្នឹងគឺរូបព្រះមួយអង្គគង់នៅលើភ្នំចង្កេះភ្នំបាទហើយអ្វីដែលសំខាន់ហ្នឹងគឺព្រះអង្គបង្កើតតាំងសមាធិបាទហើយអ្វីដែលចម្លែកមួយទៀតគឺឃើញមានពណ៌បាទឃើញពណ៌មាសចឹងអត់ទេភ្នំនេះក៏ធំដែរបាទហើយមើលខាងក្រោមនេះក៏ឃើញថាមានទឹកសសញ្ជិសញ្ចាចហើយផ្លូវរាំងជាតិចបាទដោយសារខាងមុខនេះឡានគេអីអាកត្រកហោះកត្រកវិលឃើញថាទៅរស់ស៊ីនៅខាងណាទេនេះបាទបងប្អូនឃើញមកខាងនេះបាទមានស្រះទឹកបាទធំខាងនេះក៏មានឃើញថាទឹកនៅតំបន់នេះគឺមិនខ្វះទេបាទហើយទាក់ទងនឹងកាហ្វេអីហ្នឹងក៏មានលក់មានអីទីនេះជាតំបន់នេះដែរបងតំបន់ទេសចរមួយដែរបាទសម្រាប់ដើរទៅលេងកម្សាន្តណាហើយទាក់ទងនឹងភ្នំហ្នឹងនេះគេហៅថាគុំធិបតីបាទធិបតីភ្នំធិបតីវត្តនៅខាងលើហ្នឹងគឺវត្តធិបតីដែរព្រះធិបតីមកព្រះធិបតីបាទឥឡូវនេះយើងដល់បលាយបាទសក់នេះគេហៅអីទេបាទនេះបលាយផងបាទហើយទឹកគេដល់ហើយបងប្អូនឃើញថាអមទេមានផ្សារមានអីនេះផ្សារកាបុកនោះគឺសត្វតកោបាទស្រុកនេះគឺគេនិយមចិញ្ចឹមគោបាទច្រើនបាទនេះគឺជាការដឹកគោមើលទីក្រុងបាទដឹកគោមើលផ្សារបាទលេងណាបាទយ៉ាងនេះសារកាត់វាគោមកទៅឆ្លងកាត់ផ្សារបាទដល់ខាងនេះក៏គោកាត់មិនសូវជាច្រើនប្រហែលនេះបងប្អូនអាចឃើញនេះមិនសូវច្រើនទេប៉ុណ្ណេះនេះបើថាគោត្រឹម 1-2 មិនច្រើនមុខងាកមុខចាស់បាទនេះឥឡូវយើងចាប់ដើមចេញពីខាងធិបតីទៅហើយបាទដោយសារមកពីចាប់បេសកកម្មហើយបាទអញ្ចឹងក៏ត្រឡប់ទៅវិញខាងចូលទៅក្នុងក្រុងវិញបាទឃើញថាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទីនេះគឺមានការជួសជុលជាបដាដោយសាររោងនៅភ្លៀងអីចឹងទៅក៏ឥឡូវគឺចាប់ដើមជួសជុលដើម្បីសម្រួលដល់ជាពលរដ្ឋក្នុងតំបន់ធ្វើដំណើរទៅចរាចរណ៍ងាយស្រួលតិចចឹងណាបាទចឹងគឺឃើញថាល្អមែនទែនបាទឥឡូវនេះយើងបានចេញពីនេះឆ្ងាយឡើងដល់ឃុំហើយបាទនេះឃុំធិបតីបាទជាក់ណាស់មែនធិបតីត្រីញើនៅពួកទៅនៅបាទនេះនៅកោះកឡបាត់ដំបងបាទឃ
ចេញពីឃុំមកក៏មកដល់កន្លែងផ្លូវតែភ្លើងបាទកន្លែងនេះមានកុងត្រូលមានអីចឹងណាបាទខាងនេះក៏បងប្អូនឃើញមានតែប៉ុណ្ណឹងបាទឥឡូវនេះទស្សនវិជ្ជានៅតាមដងផ្លូវនេះយើងឃើញមានភ្នំសបោះបាទនៅខាងនេះបាទចឹងនៅបាត់ដំបងនេះភ្នំច្រើនបាទភ្នំនៅខាងនេះឃើញមានចង្ការមានអីនៅតាមភ្នំដែរកេះភ្នំពូលភ្នំអីដើមឈើអញ្ចឹងណាអ្វីដែលសំខាន់ហ្នឹងនេះគឺគេមានកន្លែងសម្រាប់ហាងរបស់គេដែរមិនខ្ញុំសង្ស័យសូឡាឬស្អីរោងគេបាទដោយបងប្អូនឃើញនៅខាងនេះបាទមុខនេះណាបាទចំដល់ភ្នំបាទបងប្អូនភ្នំខាងនេះផុតបាត់ហើយភ្នំចឹងដោយសារផ្លូវទៅជួសជុលថែមថ្មីចឹងណាបាទចឹងទៅក៏ឃើញថាពិបាកតិចបាទមកបងឃើញព្រមតួជាប់មួយប្រទេសថៃបាទទស្សនវិជ្ជាពិតជា amazing view បាទផ្សំទៅដោយដំណាំផងអីផងណាបាទល្មមអាចយើងលេងធ្វើលេងលំហែអីចឹងណាមកទៅភ្នំអេមមកអេមនេះហើយក៏ការស្វាយចន្ទីចេកដូងចម្រោះផ្សេងអញ្ចឹងណាបាទស្អីខ្ទឹមអីអូមែនទេបៃលិនខ្វះមួយចេញខ្វះមួយឡើយពុនបៃលិនព្រំណាទៅខាងណារៀងដល់សាលាក្រៅហើយចេញពីបៃលិនសំឡូតឆ្លងបៃលិនឥឡូវដល់សាលាក្រៅចេញសាលាក្រៅដល់កំរៀងតពីកំរៀងទៅដល់សំពៅលូនក្រោយលូនម៉ែម៉ូតូនេះមកចុះជិះម៉ូតូអញ្ចឹងហ៎បាទហើយនេះគឺជាទស្សនវិជ្ជានាពេលល្ងាចបាទថ្ងៃរៀបលិចដូច្នេះហើយទស្សនវិជ្ជានេះមើលទៅគឺពិតជាសស្អាតមែនទែនបាទពណ៌សញ្ចាចអមទៅដោយការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាច្រើនបាទឃើញថាកក់កុញល្អណាស់ហើយមើលទៅថ្ងៃនោះក៏ពណ៌ចាំងល្អបាទអញ្ចឹងទស្សនវិជ្ជានេះគឺពិតជាសស្អាតមែនទែនហើយក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងនៅពាក្យសម្ដីហើយក៏កាន់តែបេទោសអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណសម្រាប់ការតាមដានហើយបើមានចំណុចខុសឆ្គងណាសូមអធិស្ឋានបាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានបាទជួបគ្នានៅវីដេអូក្រោយបាទ